បច្ចុប្បន្ននេះខ្ញុំមានឃើញបងប្អូនជាច្រើនដែលគាត់សម្រេចចិត្តទិញឡានអគ្គិសនីប៉ុន្តែចំណុចធំជាច្រើនដែលគាត់តែងតែមើលរំលងទី1ទាក់ទងជាមួយនឹង option ឬក៏ spec ជាប្រភេទ China version ឬក៏ global version គឺគាត់អត់ទាន់បែងចែកដែរទេទី2ប្រភេទថ្មហ្នឹងគឺជាប្រភេទថ្ម NMC ឬក៏ LSP ក៏គាត់អត់ទាន់បែងចែកដាច់ដែរទី3ទាក់ទងជាមួយនឹងការ warranty ហ្នឹងគឺធានាទៅលើលក្ខខណ្ឌបែបណាខ្លះក៏បងប្អូនអត់ទាន់ដឹងច្បាស់ដែរជាទូទៅឡានអគ្គិសនីចំណុចធំបំផុតធានាទៅលើការ check up ថ្មដូចជា3ខែ6ខែ1ឆ្នាំជាប្រចាំតែម្ដងហើយនៅខាងក្រោយខ្ញុំនេះគឺជាប្រភេទឡាន Motor C10 ស្រីឆ្នាំ2026 Global version គឺជាប្រភេទឡានអាគុយ LSP ដែលបងប្អូនសាក 100% ពេញជាប្រចាំអត់បញ្ហាហើយសំខាន់គឺយើងមានការធានាជូនទាក់ទងជាមួយនឹងការ check up service គឺផ្ដល់ជូនទុកចិត្តតែម្ដងអញ្ចឹងបងប្អូនយកទៅប្រើគឺមិនបាច់បារម្ភទៅលើ service after sale ពេលក្រោយទេហើយឡាននេះបងប្អូនសាកថ្មពេញជិះបានដល់ទៅ530គីឡូម៉ែត្រជាមួយនឹងទំហំអាគុយគឺ 69.9 គីឡូវ៉ាត់ម៉ោងអញ្ចឹងបងប្អូនចង់ទិញជាលុយសុទ្ធក៏បានបងរំលោះក៏បានតម្លៃត្រឹមតែ 29,000 ជាងដុល្លារតែប៉ុណ្ណោះនឹងមានការធានាផ្ដល់ជូនហើយជាមួយនឹងការថែមជូនគឺច្រើនខ្លាំងមែនទែនអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនឆាតសួរឬក៏ comment សួរឬក៏តាក់ទងជាមួយនឹង loan ឬក៏អីផ្សេងៗបងប្អូនអាចឆាតសួរនៅក្នុងlink Telegram ខាងលើនេះបានអញ្ចឹងចង់ឲ្យអរគុណជំរាបលា